តើអ្នកធ្លាប់មានបទពិសោធន៍បែបនេះទេនៅពេលអ្នកដឹកនាំដែលកាន់តួនាទីសំខាន់ម្នាក់ចាប់ផ្ដើមខ្សោយឬមិនអាចតាមទាន់ការផ្លាស់ប្ដូរយ៉ាងលឿននៃសង្គមបានទេឬនៅពេលឪពុកម្ដាយមិនដូចដើមទៀតអ្នកអាចមានការព្រួយបារម្ភជាប្រចាំថាបន្ទាប់ទៅនេះនឹងមានអ្វីកើតឡើងនេះជាស្ថានភាពដែលព្រះបាទដាវីតបានជួបប្រទះព្រះអង្គគឺជាវីរបុរសល្បីល្បាញនៃជាតិអ៊ីស្រាអែលប៉ុន្តែពេលនេះព្រះអង្គបានចាស់ហើយខ្សោយហើយប្រជាជាតិទាំងមូលកំពុងតែស្រួលចិត្តថាតើនរណានឹងជិះនកថាជំនួសព្រះបាទដាវីតគឺជាស្ដេចដ៏ខ្ពង់ខ្ពស់ម្នាក់ប៉ុន្តែពេលព្រះអង្គចាស់ខ្លាំងឡើងព្រះអង្គបានខ្សោយជាងមុនព្រះបាទដាវីតចាស់ណាស់ទោះបីគេច្រកព្រៅក៏ដោយព្រះអង្គមិនអស់ត្រជាក់ឡើយជាមួយព្រះរាជបុត្រាមួយនេះមិនមែនគ្រាន់តែបង្ហាញពីភាពខ្សោយផ្លូវរាងកាយប៉ុណ្ណោះទេប៉ុន្តែជាសញ្ញាថារដូវកាលមួយកំពុងតែបញ្ចប់មិនថាបុគ្គលណាដែលអស្ចារ្យប៉ុណ្ណាក៏ដោយគឺមិនអាចជៀសវាងការបញ្ជូនអំណាចទៅឲ្យអ្នកដទៃបាននោះទេដាវីតដែលឈ្នះយកកូលៀតនិងដឹកនាំការប្រយុទ្ធជាច្រើនឥឡូវនេះមិនអាចធ្វើឲ្យខ្លួនកក់ក្ដៅបានទេយើងទាំងអស់គ្នាអាចនឹងមានថ្ងៃមួយដែលខ្សោយនិងមិនអាចធ្វើអ្វីដោយខ្លួនឯងទៀតឡើយភាពខ្សោយរបស់ព្រះបាទដាវីតជាសញ្ញាថារដូវកាលចាស់បានបញ្ចប់ហើយរដូវកាលថ្មីបានចាប់ផ្ដើមនៅសង្គមសម័យទំនើបការផ្លាស់ប្ដូរខ្លាំងពេកហើយការប្ដូរអ្នកដឹកនាំគឺជាអ្វីធម្មតាប៉ុន្តែវាអាចធ្វើឲ្យមនុស្សជួបនឹងភាពច្របូកច្របល់ប៉ុន្តែយើងមិនចាំបាច់ភ័យខ្លាចឬអស់សង្ឃឹមទេពីព្រោះយើងមានអ្នកដឹកនាំមួយពិតប្រាកដដែលមិនដែលខ្សោយឬផ្លាស់ប្ដូរឡើយព្រះយេស៊ូវគ្រីស្ទគឺជាអ្នកនោះព្រះយេស៊ូវបានមកជាសាច់ឈាមនៃដាវីតប៉ុន្តែព្រះអង្គមិនចាញ់អំណាចនៃសេចក្តីស្លាប់ឬភាពខ្សោយនោះទេព្រះអង្គបានឈ្នះអំពើបាបនិងសេចក្តីស្លាប់ហើយបានរស់ឡើងវិញព្រះអង្គជាស្ដេចអស់កលប់ជានិច្ចបើយើងទទួលព្រះអង្គជាស្ដេចក្នុងជីវិតយើងនោះយើងនឹងមានសេចក្តីសង្ឃឹមដ៏មាំមួនក្នុងការផ្លាស់ប្ដូរទាំងអស់ថ្ងៃនេះយើងសូមបោះបង់អ្វីចាស់និងគំនិតខ្សោយរួចផ្ដល់អាសនៈជីវិតរបស់យើងដល់ព្រះយេស៊ូវពេលនោះយើងនឹងទទួលបានសន្តិភាពពិតប្រាកដនិងជីវិតអស់កលប់នៅចុងក្រោយនៃជីវិតនេះក៏នៅមានការចាប់ផ្ដើមថ្មីជាមួយព្រះអង្គផងដែរ